hệt ấy của anh mình Con đập sum tôm má. mai. Con chụp tiền hai. Mai Kiểu mà ọt khoa lì. Con mua sầm bọc pi sầm bọc à. Ôi biết là ta mày về đâu. Ôi thì vô xây bị vía xong bay mà cặm mà sen. Tại anh nó khơi nhận mạch bạn chị anh tờ mà nó chiếm không ai nụ tiên. Ôi, kia mất chứ mình nu cặp bầm bung rong chăm tật phliêng nu tê. Bà con mình vậy bạp mai thưa mạch đăng tư. À lời con cầm ruồi, rừng luôn. Nè con. Bà hốc hai nâng cà pi phào. Anh ta sọc kế chứ bà chuyện nực chọn mà hộp giường hơi mẹ tía. Bát bốc. Con chán hơi. Bốc công khom page ấy. Trời cần pi sọc phê bà bốc phong tê. Ồ, mình ấy tê con. Nơi tí ní miền ổn ổn bỏ ai mới thai bốc hơi. Con tặng bấy chia chỉ vấn bỏ bốc. Sọc sơ bài nè con à. Bát bốc. Bốc có chia chỉ vấn bỏ con đai. Con son nhà tha nâng khom riêng. Mìnhធ្វើឲ្យពុកអស់សង្ឃឹមទេអូនេះណែត្រីនឹងសាច់ពុកបានរៀបចំទុកឲ្យកូនរួចហើយមួយកញ្ចប់ទៀតនេះទុកផ្ញើឲ្យមីងរបស់ឯងហើយផ្ដាំប្រាប់គេផងណាថាពុកនឹកគេណាពុកបងមករាដល់ម៉ោងទៅពលានយន្តហោះហើយតោះប្រញាប់ឡើងទៅចុះកូនទៅរស់នៅជាមួយនឹងមីងរបស់ឯងត្រូវខំយកចិត្តមីងឲ្យមែនតើណាកូនណាបាទពុកអញ្ចឹងបងលាហើយណាប្អូនទៅចុះកូនទៅឲ្យបានសុខសប្បាយណាហើយប្រយ័ត្នប្រយែងថែរក្សាខ្លួនប្រាណផងណាកូនពាក់អាវក្រាស់ទៅណាពីព្រោះថាស្រុកគេនឹងត្រជាក់ខ្លាំងណាស់បាទពុកប៉ុណ្ណឹងបានហើយពីព្រោះថាពុកផ្ដាប់ផ្ញើមកព្រឹកធំហើយណែចេះស្ដាប់បង្គាប់មីងឯងណាហើយកុំភ្លេចពាក់អាវណាក្រាស់ផងណាកូនបាទពុកខ្ញុំឆ្ងល់បងឯងណាឈនលឹបលោនៅមុខបន្ទប់ពុកធ្វើអីគឺបងចង់សុំលុយគាត់ប៉ុន្តែបងខ្លាចបើបងនិយាយពីរឿងលុយពុកអត់មានទេខ្ញុំដឹងថាពុកអត់ហ្មងបងក៏ដឹងដែរតែបងចាំបាច់ពេកព្រោះសិភៅហ្នឹងវាចាំបាច់ខ្លាំងណាស់សម្រាប់បងអូយខ្ញុំទៅតែសុំលុយគាត់បងគ្រូល្ងាចមិញហ្នឹងឥឡូវទៅរៀនសិនទៅក្រែងលោស្អែកគាត់រកបានខ្ញុំប្រញាប់ណាស់បងតោះទៅរៀនសិនទៅមកបងណែយ៉ាងម៉េចហើយសានផឹកនៅទីនោះមិនឆ្ងាញ់ទេអីអូយផឹកតុកដាក៏វាឆ្ងាញ់ដែរលបងកាហ្វេឆុងកន្លែងតែមួយទេក៏ប៉ុន្តែវាចែគាត់តែឆ្ងល់ណែតាឆ្ងល់ពីរឿងអីមិញហ្នឹងត្រីហេកឲ្យវាឯងទៅលេងភ្លេងនៅឯណាដែរអូឆ្ងល់រឿងហ្នឹងទេអីតាមពិតណាគេជួលភ្លេងទៅលេងជប់លៀងនៅថ្ងៃអាទិត្យនេះអូហើយចោះវាឯងហ្នឹងទទួលការងារច្រើនម្លឹងហើយមិនខ្លាចបាក់កម្លាំងទេអីសានអើយមិនឲ្យប្រឹងម្ដេចមិនបានទៅបើកូននឹងវាធំអស់ទៅហើយសុទ្ធតែរៀនថ្នាក់ខ្ពស់ទៀតអូហូយងាប់ហើយអីចឹងទេអីហើយផឹងផែងទាំងយប់ទាំងថ្ងៃអត់ដេកអត់ពួនហ្នឹងឯងស្មានថាយកលុយទៅឯណាតាមពិតយកទៅឲ្យកូនទេអីហើយមិនបាច់ចសានឯងនិយាយអញ្ចឹងយើងជាពុករបស់គេបើមិនប្រឹងដើម្បីកូនគិតថាយកទៅឲ្យនរណាទៅហើយអើយអ្វីតាឯកូនយើងបានបង្កើតកំណត់ឲ្យវាហើយបណ្ដោយឲ្យវាទៅរកស៊ីចិញ្ចឹមខ្លួនឯងខ្លះទៅដែរខ្ញុំអត់ខ្វល់ទេកូនមកសម្បុកពីសម្បុកឲ្យវាទៅតាមម៉ែវាទៅយើងខំរកស៊ីសឹងងាប់ហើយសុំសប្បាយខ្លះហើយមើលខ្ញុំធ្វើដូចសានឯងបែបនេះគឺមិនបានទេយើងពិបាកថ្ងៃនេះតែថ្ងៃក្រោយក៏ស្រួលចឹងដែរនឹងណាអូហូយគ្នាមិនជាមនុស្សកាប់បំពង់រងចាំទឹកភ្លៀងនោះទេកោតចិត្តបងឯងណាកូនផ្ញើលុយមក100-200ដុល្លារ
ចង់យកតែម្នាក់ឯងចុះខ្ញុំនេះមិនចេះចាយវាយទេហ៎ អូយកុំបោកបាច់ច្រើនពេកឲ្យមកស្លឹកមកអញប្រញាប់យកទៅសងថ្លៃភ្លេងគេដែលអញមិនបានទៅលេងថ្ងៃមុនណា មិនឲ្យទេលុយប៉ុណ្ណឹងយកទៅសងបំណុលគេមិនគ្រប់ផង អើដឹងតែណាសងតែណាទេដឹងតែកូនអញវាផ្ញើមកអញទាតែប៉ុណ្ណឹង ខ្ញុំមិនឲ្យ ហេស្ដាប់គ្នាមិនបានទេថាឲ្យមក ថាខ្ញុំមិនឲ្យទេ អាវ៉ាន់មែនទេខាតជួបមុខឯងយូរដល់មកហើយអូយធំហើយតានេះហើយចុះឯងមករកស្អីហ្នឹងកូនមកនេះដែរឯងក៏ប្រាប់ថាមករកលុយអញក៏អត់មានទេវើយ ធ្វើជាឪពុកគេស្អីគ្មានចេះទទួលខុសត្រូវកូនណាម្នាក់សោះចង់បានតែពីកូន ដែរហើយរអ៊ូស្អីនេះ ណែក្រែងកំពុងនិយាយជាមួយកូនណែមិនក៏មិនដោះស្រាយគ្នាឲ្យហើយទៅ ឲ្យកូនសុំ$40មកកូនមានការចាំបាច់ណារួចហាឡើងសុទ្ធតែ$ហើយសុំម្ដងសុទ្ធតែ$40ហើយអញមានលុយអាណាឲ្យឯងកូនបានចូលដៃធ្វើឲ្យខូចកុំព្យូទ័រពួកម៉ាក់ឥឡូវគេឲ្យកូនសងហើយអូយហើយចុះមិនដឹងថាឯងមិនចេះប្រើឲ្យតែប៉ះពាល់របស់គេធ្វើស្អីទៅឆាប់ទៅហើយប៉ាអត់មានលុយទេប៉ាអាណិតជួយកូនម្ដងទៅអើយឯងទៅសុំបាយឯងទៅក្រែងគេនឹងធ្វើការយូរហើយតើឲ្យគេមានលុយច្រើនតែពេលនេះគាត់កំពុងតែមានរឿងនៅកន្លែងធ្វើការហើយគាត់កំពុងតែឈឺទៀតទើបកូនដាច់ចិត្តមករកប៉ាម្ដងហើយចុះមិនក៏មិនទៅរកបងស្រីរបស់ឯងទៅគឺបងស្រីគាត់កំពុងតែកុនរឿងលុយរបស់គាត់រៀនដែរណាប៉ាទៅរកម៉ែឯងទៅហើយយ៉ាងណាក៏គេមិនអោយឯងជាប់គុកដែរវើយដែលអញកំពុងតែរកលុយចាយមិនបានផងទៅសិនទៅដែលអញញ៉ៃបែរជួបមុខម្ដងណានិយាយតែរឿងលុយល្មងហើយវើយ ណែយកលុយនេះទៅញ៉ាំអីទៅណា អត់ទេ យកទៅណែយកទៅ ទៅឲ្យឆាប់ទៅ ហេតុអីក៏ឯងមិនស្ដាប់ម៉ែ កូនជប់ទៀតហើយ ម៉ែជប់វាយទៅម៉ែកុំខឹងខ្លាំងពេកម៉ែកំពុងតែមិនស្រួលខ្លួនផងព្រោះអាកូនម្នាក់នេះវាក៏បានរឿងពេកម៉ែបានប្រាប់ឲ្យថាកុំឲ្យទៅរកអាមនុស្សម្នាក់នោះឲ្យសោះកុំឲ្យទៅយកស្អីពីវាសូម្បីមកកាក់ម៉ាសេនតើឯងនឹកឃើញយ៉ាងម៉េចបានជាឯងទៅរកអាមនុស្សឈាមខ្មៅនោះទៀតអាវ៉ាន់តើអូនទៅរកគេធ្វើអីមិនក៏មិនប្រាប់ម៉ែ ម៉ែដឹងទេកូនធ្វើខូចកុំព្យូទ័ររបស់គេកូនមិនហ៊ានមករកម៉ែទេព្រោះកូនឃើញម៉ែឈឺកូនទៅរកគាត់ព្រោះគាត់ជាឪពុករបស់កូនគាត់ត្រូវតែជួយកូនពេលដែលកូនមានទុក្ខឪពុកគេផ្សេងគេចិញ្ចឹមកូនឲ្យកូនគេរៀនសូត្រកូនគេចង់បានអីគឺបាននឹងហើយចោះកូនមានឪពុកដូចគេដែរហេតុអីពេលដែលកូនមានទុក្ខបើកូនមិនទៅរកគាត់ឲ្យកូនទៅរកអ្នកណាទៅបើគាត់បាត់ដោយសារតែកូនហើយហេតុអីក៏ម៉ែវាយកូនទៀតតើកូនសង្ឃឹមអ្នកណាទៅបើពិបាកម្លឹងម៉ែបង្កើតកូនមកធ្វើអីរឿងឪពុកកូនខ្មាស់គេពេញថ្នាក់រឿងនេះបើកូនមិនសងគេទៀតគេប្រកាសជានិយាយអាក្រក់ពីកូនតើម៉ែមានយល់ពីអារម្មណ៍របស់កូនដែរឬទេថាកូនមានអារម្មណ៍តែតោលម្នាក់ឯងប៉ុណ្ណា បើកូនមិននិយាយប្រាប់ម៉ែធ្វើមិនដឹងទៅឥឡូវកូនកំព្រួយរឿងលុយម៉ែនឹងចេញសងគេខ្វះខាតអីកូនប្រាប់ម៉ែមកចុះទោះក្រលំបាកប៉ុណ្ណាក៏ម៉ែព្រមដែរតែកូនអាសូរដើមទ្រូងម៉ែផងម៉ែសុំវម៉ែមិនចង់ឲ្យកូនទៅរកអាមនុស្សទុរយុម្នាក់នោះទៀតទេ តែគាត់ជាឪពុករបស់កូន អូនឈប់ទៅរកគាត់ទៀតទៅលើទេវ៉ាន់អូនមានការអីអូនប្រាប់បងនឹងជួយដោះស្រាយឲ្យអូនលើទេ តើសាច់រឿងបន្ទាប់នឹងទៅជាយ៉ាងណាសូមរងចាំតាមដានទស្សនាភាគបន្តសូមអរគុណសម័យនឹងហើយគេលេងធ្វើស្រែហើយគឺបងយកដីស្រែម៉ែបងទៅដាក់ធនាគារគេទៅសេថាដាក់ច្រើនស៊ីច្រើនដាក់តិចស៊ីតិច ជ្រួលជ្រើមតាមគេកុំចង់មានបានដោយមិនខំប្រឹងណាកូនគ្មានអ្នកណាឲ្យលុយកាក់ស្រួលអញ្ចឹងទេ ផ្លូវស្រួលមើលទៅពួកកូនទៅមិនកើតទេម៉ែតោះតែធ្វើស្រែបែកញើសរហាមរនៀលដីក្តៅចង់អាលៀកអញ្ចឹងបានម៉ែពេញចិត្តមើលទៅ ហេតុអីកូននិយាយពាក្យនឹងដាក់ម៉ែទៅកើតខ្ញុំមិនដឹងទេអញ្ចឹងម៉ែបងឯងជាម៉ែអាចកាត់អាយុម៉ែបានហ
ហើយកូនសប្បាយចិត្តម៉ែក៏ព្រម រឿងក្មេងដើរលឿនតែចាស់ស្គាល់ផ្លូវ អេពន្លឺដាក់ស្មីហើយពួកឯងតាណាហ្នឹងអូគ្នានឹងប្រពន្ធទៅស្រែបូមទឹកដាក់ស្រូវហ្នឹងណាក្រែងលោឆ្នាំហ្នឹងបានផលច្រើនជាងឆ្នាំមុន នឹងហើយបងអញឥឡូវលុយម៉េះមានសត្វតឡានទំនើបជាទៀតផងនេះ អូសម័យហ្នឹងហើយគេលេងធ្វើស្រែហើយគឺបងយកដីស្រែម៉ែបងទៅដាក់ធនាគារហើយយកលុយហ្នឹងទៅដាក់ក្រុមហ៊ុនយកការប្រាក់ហ្នឹងណាក្រុមហ៊ុនអីគេអាជាអូគឺក្រុមហ៊ុនដាក់លុយស៊ីលុយហ្នឹងណាគេលើកផ្លាកបណ្ណាបណ្ណៃតាមផ្លូវឲ្យមើលមិនឃើញទេអីនោះគេតែសេថាដាក់ច្រើនស៊ីច្រើនដាក់តិចស៊ីតិចហើយឥឡូវគ្នាក៏ធ្វើការនៅក្នុងក្រុមហ៊ុននឹងដែរបើមានចំណាប់អារម្មណ៍អាចតាក់ទងគ្នាបានណានិយាយអញ្ចឹងដាក់លុយប្រមាណហើយបានការប្រាក់ប្រមាណទើបបានឯងមានលុយទិញឡានមានមាសពាក់ជ្រែកខ្លួនអញ្ចឹងអូដាក់10000បានការប្រាក់3000ក្នុងមួយខែហើយដីស្រែម៉ែមាន5ហិកតាគ្នាយកដាក់ធនាគារទាំងអស់យកការទៅបង់ធនាគារសល់ប្រមាណគ្នាយកមកទិញឡានដូចឯងឃើញអញ្ចឹង ហើយស្រួលម៉េះបងគ្រាន់តែដាក់លុយសោះបានការច្រើនម្លឹង10000បានការ3000ចុះបើ3ខែវាមិនរួចថ្លៃដើមទៅហើយទេអីបងក្រុមហ៊ុនអីក៏ល្ងងម៉េះបង កុំនិយាយអញ្ចឹងអីអូនហ្នឹងហើយចាំមើលគ្នាទៅរកសួរម៉ែគ្នាសិនណាមិនចាំគ្នាតាក់ទងទៅឯងបើអញ្ចឹងគ្នាទៅសិនហើយណាចាំតាក់ទងគ្នាថ្ងៃក្រោយចាបង ណែអូនយើងគួរសាកទៅសួរម៉ែសិនអីក្រែងបានលុយយកទៅដាក់នឹងគេក្រែងបានលុយចាយស្រួលណាអូន បងឯងគិតមកម្ដងទៀតមើលអ្នកណាឲ្យលុយយើងស្រួលអញ្ចឹងទេបង ហើយអូនឯងគិតច្រើនធ្វើអីអូនឯងមើលអ្នកភូមិរបស់យើងមើលគេធ្វើអញ្ចឹងសឹងគ្រប់តែគ្នានឹងអូនមើលអាជាមិញមើលវាគ្មានធ្វើការស្អីផងឥឡូវមានលុយមានឡានយ៉ាងស្រួលរបស់វាបើអូននៅតែអេះអុញទៀតយើងមិននឹងមានបានដូចគេទៅអូន ស្រេចតែបងឯងទេអញ្ចឹងអូនតាមតែបងឯងបើបានមែនណាយើងក៏ស្រួលដែរបងមិនបាច់មកធ្វើស្រែហាលក្តៅនាំតែហត់ណាមួយអ្នកភូមិយើងគេក៏ធ្វើអញ្ចឹងច្រើនដែរបងតើបងតាមនឹងតែអញ្ចឹងបងបថុយមកក្តារទៅក្រែងលោកបានខ្លាចជាអ្នកមាននឹងគេបង តោះអូនបូមទឹកដាក់ស្រែហើយរួចយើងទៅផ្ទះនិយាយជាមួយម៉ែ តោះបង ម៉ែកំពុងធ្វើម្ហូបអីហ្នឹងម៉ែ ម៉ែគិតថាធ្វើម្ហូបបញ្ជូរតកូនជាមួយនឹងត្រីនឹងណាកូនហើយនិយាយអញ្ចឹងស្រែកូនបូមទឹកពេញអស់ហើយនៅកូន ពេញអស់ហើយកូនខ្ចីម៉ាស៊ីនគេយកទៅបូមរួចហើយម៉ែនិយាយអញ្ចឹងម៉ែកូនមានការចង់និយាយជាមួយម៉ែបន្តិចកូនចង់សុំប្លង់ដីស្រែម៉ែយកទៅដាក់ធនាគារក្រែងបានលុយមកខ្លះណាម៉ែ ហើយកូនឯងយកលុយមកធ្វើអី បើកូននិយាយទៅម៉ែកុំភ្ញាក់ផ្អើលណាម៉ែ ហើយបងឯងក៏មិនប្រាប់ម៉ែតាមត្រង់ទៅនៅបាត់បែនវិញឆ្ងាយស្អីនិយាយសាច់ការប្រាប់គាត់ទៅបង គឺអញ្ចេះណាម៉ែកូនយកលុយនឹងមកគ្រាន់នឹងដាក់វិនិយោគជាមួយនឹងក្រុមហ៊ុនអាជាដាក់លុយបានការប្រាក់ណាម៉ែអាជាវាដាក់ជាមួយគេមួយខែ10000តែបានការដល់តែ3000ណាម៉ែ ក្រុមហ៊ុនអីគេកូន ក្រុមហ៊ុនដាក់លុយស៊ីលុយដាក់ច្រើនស៊ីច្រើនដាក់តិចស៊ីតិចហើយអាជាវាក៏ធ្វើការនៅកន្លែងនឹងដែរណាម៉ែ តែម៉ែស្ដាប់ទៅដូចជាមិនសូវល្អទេដឹងកូនប្រយ័ត្នតែគេបោកណាកូន បោកអីម៉ែគេធ្វើតែអញ្ចឹងគ្រប់តែគ្នាក្នុងភូមិយើងណាម៉ែ វាដូចជាបថុយពេកហើយកូនទុកដីយើងនឹងទុកគ្រាន់ធ្វើស្រែវិញទៅវាគ្រាន់ជាងអីកូនកុំជ្រួលជ្រើមតាមគេកុំចង់មានបានដោយមិនខំប្រឹងណាកូនគ្មានអ្នកណាឲ្យលុយកាក់ស្រួលអញ្ចឹងទេឆ្ងល់ម៉ែដល់ហើយអាលុយនៅនឹងមុខហើយមិនចេះចាប់យកទៀតមួយម៉ាត់បោកពីរម៉ាត់បោកបើក្រុមហ៊ុនគេបោកមែនណាមិនមែនគេដែរលើកផ្លាក់ដល់សប្តាហ៍ទេណាម៉ែ ប្រពន្ធកូននិយាយមែនតាម៉ែម៉ែមើលគេក្នុងស្រុកក្នុងភូមិផងម៉ែគេដាក់សឹងគ្រប់តែគ្នាអស់ហើយគឺអត់តែយើងមួយទេ
មិនមែនចេះគិតតែយើងទេណាម៉ែ កូនណាមិនមែនម៉ែនេះវាចេះតែគិតជាងគេទេហើយក៏មិនមែនថាម៉ែមិនបើកភ្នែកមើលអ្នកចិត្តខាងដែរតែកូនឯងត្រូវគិតថាអាលុយកាក់បែបនឹងណាវាមិនយូរវែងទេ នឹងហើយម៉ែផ្លូវស្រួលមើលទៅពួកកូនទៅមិនកើតទេម៉ែតោះតែធ្វើស្រែបែកញើសរហាមរនាលដីក្តៅចង់អាលៀកអញ្ចឹងបានម៉ែពេញចិត្តមើលទៅ កូនឯងកុំនិយាយអញ្ចឹងគ្មានឪពុកម្ដាយណាចង់ឲ្យកូនក្រនោះទេចង់ឲ្យកូនវេទនាអញ្ចឹងនោះទេតែអាផ្លូវនឹងណាវាប្រថុយពេករាល់ថ្ងៃនេះណាកូនឯងគិតមើលយើងមានផ្ទះគ្រាន់ជ្រកហើយយើងអត់ចំពាក់ធនាគារវាគ្រាន់ណាស់ទៅហើយទុកស្រែនឹងសម្រាប់ធ្វើស្រែទៅវាល្អជាងឯកូន កូនឆ្ងល់ណាស់ម៉ែ បានហើយទោះនិយាយក៏ម៉ែមិនស្ដាប់ដដែលហ្នឹងអត់អីទេម៉ែប្លង់ហ្នឹងណាម៉ែឯងទុកចុះម៉ែឯងដេកអប់ទៅកញ្ចៅបងឯងណាត្រូវនៅធ្វើស្រែមួយជីវិតហើយព្រោះកញ្ចៅយើងណាវាត្រូវតែពិបាកវេទនាអញ្ចឹងហើយសំណុកវាមិនកើតទេធ្វើស្រែមួយជីវិតទៅដេកចាំមើលគេមានបានទៅវាបានហើយមកទៅស្រែទៅអីវិញល្ងាចឥឡូវហើយ អត់អីទេម៉ែសម្រេចចិត្តទៅពួកកូនមិនហ៊ានបង្ខំម៉ែទេកុំឲ្យថាកូនបកើតនិងកូនប្រសាបង្ខំម៉ែយកប្លង់ដីដាក់ធនាគារអញ្ចឹងកូនទៅស្រែសិនហើយម៉ែ រស្មីឯងកំពុងធ្វើអីហ្នឹង អូបងណេងចូលលេងសិនឲ្យបងហើយបងតាណាននឹង អូបងទើបមកពីដកលុយកាខែហ្នឹងណា អូយខែនឹងបងឯងបានប្រមាណ អូខែហ្នឹងបងបាន3000គិតថាពី3ខែទៀតដូរអាឡានព្រុសនឹងចោលហើយយកអាសេរីខ្ពស់ជាងហ្នឹងណា ដូរទៅឲ្យស្រួលជីយើងនៅស្រុកស្រែចំការអញ្ចឹងយើងទៅណាមកណាផ្លូវឆ្ងាយវាស្រួល និយាយអញ្ចឹងដីស្រែម៉ែក្មេកឯងមានច្រើនហើយមិនយកដាក់អង្គគេទៅណែដីច្រើនអញ្ចឹងដាក់ដឹងតែបានច្រើនហើយ បងឯងស្មានតែខ្ញុំល្ងងមិនចេះគិតមែនហើយបើដីខ្ញុំដាក់យូរហើយបងអើយតែហ្នឹងគឺជាដីម៉ែក្មេកខ្ញុំបងណេងឯងសំណាងហើយមានម៉ែក្មេកឲ្យក្មេកចេះគិតគូរឲ្យដីមិនដូចខ្ញុំទេខ្ញុំមិនមានសំណាងអញ្ចឹងសោះ កំទាន់អាលថាក្រែងដូនតិចទៀតអ៊ំគាត់ដូរចិត្តគិតឃើញហើយឲ្យដីទៅឯងស្រួលឯងមានជាងបងកថាបានអូនោះអ៊ំដើរមកហើយ ខ្ញុំសម័យថ្ងៃហ្នឹងមិនចេញទេបងអើយរាល់ថ្ងៃហ្នឹងឡើងត្រឹងទៅណារួចអាកាឡាលត់រួចក៏លត់មិនរួចនឹងគេដែរបងអើយក ុំនិយាយអញ្ចឹងអូជំរាបសួរអ៊ំ អើណែហើយទៅណាទៅណីនឹងអាក្មួយហើយឥឡូវមើលទៅដូចជាសង្ហាដល់ហើយនេះ បាទអ៊ំក្មួយទើបមកពីដកលុយការប្រាក់នឹងគេហ្នឹងណាអ៊ំ អូអញ្ចឹងតើបានជាអត់ឃើញទៅធ្វើស្រែធ្វើអី បាទអ៊ំឥឡូវក្មួយលែងធ្វើស្រែហើយស្រែហ្នឹងជួលឲ្យគេធ្វើណាអ៊ំហើយនិយាយអញ្ចឹងដីអ៊ំច្រើនអ៊ំមិនយកលុយដាក់ឲ្យគេទៅអ៊ំក្មួយថាដីអ៊ំច្រើនអញ្ចឹងដាក់ទៅដឹងតែបានក្រែល្មងអ៊ំ អត់ទេក្មួយអើយព្រោះថាអ៊ំអត់មានជំនាញខាងនឹងណាមួយដីស្រែនឹងអ៊ំទុកធ្វើស្រែគ្រាន់បានបាយហូបតែអ៊ំឃើញក្មួយមានបានអញ្ចឹងអ៊ំជួយបាទអ៊ំ រស្មីកូនអត់ទៅស្រែជាមួយម៉ែទេអីកូនអត់ទេម៉ែទៅមុនទៅកូនទៅតាមក្រោយបងឯងឃើញអត់អញ្ចឹងកុំតូចចិត្តអីរស្មីអើយវាសនាមនុស្សយើងវាមិនដូចគ្នាទេប៉ុន្តែឯងគ្រាន់បើបានប្តីចេះស្ដាប់គ្រាន់តែម៉ែក្មេកឯងរៀងពិបាកនិយាយគ្នាបន្តិចនិយាយអញ្ចឹងបងទៅសិនហើយណា ចាបងសុខសប្បាយបងចាំម៉ែបន្តិចទៅអីចាំម៉ែមកវិញចាំហូបជុំគ្នាបងម៉ែគាត់មកដល់ឥឡូវហើយតា មិនបាច់ចាំទេហូបមុនទៅអូន នោះម៉ែមកហើយម៉ែពិសាបាយ បានហើយមិនបាច់ហើយទេគាត់មនុស្សចាស់គាត់ចេះគិតហើយបាយប៉ុណ្ណឹងម៉ែគាត់ចេះដួសពិសាហើយម៉ែគាត់ឆ្លាតគាត់ត្រូវ មិនបងឯងធ្វើអញ្ចឹងដូចជាជ្រុលពេកហើយណាបងហេតុអីកូននិយាយពាក្យនឹងដាក់ម៉ែទៅកើតខ្ញុំមិនដឹងទេអញ្ចឹងម៉ែបងឯង ពន្លឺកូនល្ងាចនឹងណា
កូនចាំគៀងមន់ចូលទ្រង់ឲ្យម៉ែផងណាកូនព្រោះម៉ែទៅចូលបុណ្យគេនៅចុងភូមិតិច កូនរវល់ណាស់ម៉ែមន់ម៉ែឯងម៉ែគៀងខ្លួនឯងទៅ ពន្លឺមិនបានជាកូននិយាយអញ្ចឹងមន់ម៉ែមន់កូនវាដូចតែគ្នានឹង ម៉ែពីរអ្នកប្តីប្រពន្ធកូនចិញ្ចឹមតែគោទេមន់នឹងគឺមន់ម៉ែឯងកូនមិនហ៊ានប៉ះទេ អើពន្លឺមិនបានជាកូននិយាយអញ្ចឹងចេញមកបានណាអើយ ម៉ែឯងអ្នកឲ្យកូនគិតខ្លួនឯងកូនក៏ឆ្ងល់ដែរម៉ែឯងទៅធ្វើបុណ្យខ្លួនឯងមានពាក្យអីជាមួយនឹងកូនដែរតែធ្វើបុណ្យជាមួយអ្នកដទៃបានតែធ្វើបុណ្យជាមួយកូនខ្លួនឯងមិនបានម៉ែឯងទៅធ្វើបុណ្យបានបុណ្យដែរអីអូនណាអូន ទៅហើយ ឲ្យស្រូតសុនតិចមកមេឃភ្លៀងឥឡូវហើយ អូមិញរមមួកពាក់មិនឃើញ គ្រាន់តែមួកប៉ុណ្ណឹងទុកមិនចាំដៃខ្លួនឯង កូនណាចាស់ម៉ែកូនឯងជីកាត់ផ្សារអត់កូនជីកាន់តើម៉ែទិញអីមែនបើកូនជីកាត់ផ្សារម៉ែចង់ឲ្យកូនទិញថ្នាំឲ្យម៉ែបន្តិចណាកូនចាស់ម៉ែ អត់បានជីកាត់ផងម៉ែកូនប្រញាប់ទៅស្រែព្រោះមេឃរកភ្លៀងហើយ អត់អីទេកូន បើកូនប្រញាប់ណាងចាំម៉ែទៅទិញខ្លួនឯងក៏បានអើយបងឯងយ៉ាងម៉េចហ្នឹងគ្រាន់តែម៉ែឲ្យទិញថ្នាំក៏មិនបានដែរអី បានហើយកុំនិយាយច្រើនពេកជិះស្រួលបួលមកប្រញាប់ កូនធ្លាប់មើលថែម៉ែទាំងយប់ទាំងថ្ងៃគ្រួសារធ្លាប់ជួបជុំគ្នាឮតែសំឡេងក្អាកក្អាយព្រោះតែរឿងទ្រព្យសម្បត្តិលុយកាក់ដែលម្ដាយមិនអាចបំពេញបំណងកូនបានទើបវាមើលឃើញម្ដាយជាសត្រូវរបស់កូនទៅវិញដើរផុតឃើញហួសមុខមិនអោយក្រោយមិនមើលធ្វើដូចជាម្ដាយជាអ្នកក្រៅមើលងាយម្ដាយខ្លួនឯងមិនស្មើនឹងសម្រាមហេតុអីទម្លាក់កំហុសមកលើម្ដាយតែម្នាក់ម្ដាយឯណាចង់ឃើញកូនក្រឃើញកូនលំបាកវេទនាបើសិនជាម៉ែអាចកាត់អាយុម៉ែបានហើយកូនសប្បាយចិត្តម៉ែក៏ព្រមមួយឆ្នាំកន្លងផុតទៅបងឯងទៅមកពីណាតែអត់លើកសោះ បងទើបមកពីបនផ្ទះអប៉ែចយអូនឯងមានដឹងរឿងអប៉ែចយអត់ រឿងអីគេ អប៉ែចយស្លាប់ហើយណា អាចយហ្នឹងហើយមានរឿងអីបានស្លាប់អូនទៅជួបម្សិលមិញសោះ គាត់គិតខ្លីដោយសារតែរឿងលួយទូទាត់សមមិនមកគេអត់បានហ្នឹងណា ហើយអាមិនបានដល់ថ្នាក់ហ្នឹងបង អូនឯងមាននៅចាំក្រុមហ៊ុនវិនិយោគរបស់ក្រុមហ៊ុនអាជានិងអាជាមទេកាលពីមួយឆ្នាំមុនដាក់លុយ 10000 បានការប្រាក់ដល់ 3000 នោះ អូហ្នឹងហើយចាំហើយហើយមានរឿងអីបង ក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនបោកឥឡូវវាវិចលុយរត់បាត់ទៅហើយសំខាន់អ្នកដាក់លុយវិនិយោគក្នុងភូមិយើងហ្នឹងអ្នកចូលទាំងប្រមាណគឺសុទ្ធតែពិបាកមានអាជាអាជាមអាវោកអាវ៉ាហើយដែលថាបងចត្រាដែលបានរៀនជ្រៅជ្រះនឹងក៏ចាញ់បោកគេដែរតែសំខាន់បងនេងពីមុនមានលុយមានឡានមានមាសជ្រែកខ្លួនដល់ឥឡូវអស់ពីខ្លួនអាលីងសំបីតែប្រពន្ធក៏លែងលះបែកបាក់គ្រួសារបែកបាក់កូនចៅដោយសារតែក្រុមហ៊ុនបោកនឹងហើយអ្នកខ្លះរត់ចោលស្រុករត់ចោលប្រពន្ធកូនតែធ្វើការនៅក្រៅស្រុកអត់ហ៊ានចូលស្រុកវិញផង បងនិយាយអញ្ចឹងមានន័យថាអ្នកភូមិយើងហ្នឹងចាញ់បោកគេមិនតិចទេអញ្ចឹង នឹងហើយអូនសំណាងហើយដែលគ្រួសារយើងមិនបានទៅវិនិយោគទុនជាមួយក្រុមហ៊ុនកុំអីសំបីតែដបូលផ្ទះគ្មានជ្រោកផងហើយបើកាលនឹងយើងមិនស្ដាប់ម៉ែទេប្រហែលជាយើងក៏ជួបអញ្ចឹងដែរអូន បងកន្លងវិញទៅពេលហ្នឹងយើងក៏មិនណយដែរណាខុសពាក្យខុសមាត់ជាមួយម៉ែធ្ងន់ណា ម៉ែកន្លងមកកូនខុសពាក្យខុសសម្ដីជាមួយម៉ែច្រើនណាស់ម៉ែសូមម៉ែលើកលែងទោសឲ្យកូនទាំងពីរនាក់ផងម៉ែ កូនក៏ដូចគ្នាម៉ែកូនសុំខមាទោសពីម៉ែកន្លងមកកូនម្នាក់នេះនិយាយស្ដីគំរោះកំរើយចរិតកោងកាចដាក់ម៉ែដឹងហើយថាប្តីធ្វើខុសនៅតាមគ្រប់គ្រងប្តីទៀតម៉ែលើកលែងឲ្យកូនផងណាម៉ែកុំប្រកែកប្រកាន់នឹងកូនអីណាម៉ែរឿងវាកន្លងហួសទៅហើយនិយាយទៅក៏មិនបានការអីដែរបើម៉ែប្រកាន់ខឹងស្អប់គុំគួនតើវាបានស្អីមកវិញ
ម៉ែអហោសកម្មឲ្យកូនគ្រប់យ៉ាងទោះបីកូនទាំងពីរធ្វើខុសដោយចេតនាអចេតនាក្តីម៉ែអហោសកម្មឲ្យកូនបានទាំងអស់មិនឲ្យកូនមានកម្មមានពៀទៅជាតិក្រោយនោះទេកូន អរគុណអ្នកម៉ែដែលម៉ែមិនប្រកាន់ខឹងចំពោះកូន ម៉ែមានពាក្យខ្លះចង់និយាយមិនមែនថាគំនិតមនុស្សចាស់និយាយទៅវាត្រូវទាំងអស់នោះទេហើយកាលនឹងម៉ែមិនដឹងថាត្រូវនិយាយយ៉ាងម៉េចឲ្យពួកកូនឯងទាំងពីរនេះជឿម៉ែដែរតែកូនត្រូវចាំថាកុំមើលងាយមនុស្សចាស់កុំទាន់សម័យរហូតដល់មនុស្សចាស់និយាយទៅស្ដាប់មិនចូលម៉ែណាចំណាស់នេះទៅហើយម៉ែឆ្លងកាត់បទពិសោធន៍បោកប្រាស់ទៅច្រើនទៅហើយ ម៉ែមិនបានជាដឹងថាក្រុមហ៊ុននឹងវារកស៊ីបោកអញ្ចឹងម៉ែ កន្លែងណាមានមនុស្សល្ងងមនុស្សលោភលន់គឺមិនខ្វះអ្នកបោកទេណាកូនហើយម៉ែក៏មិនដឹងថាគេបោកដែរតែម៉ែតែងតែទន្ទិញក្នុងចិត្តថាវាគ្មានអ្វីដែលបានមកស្រួលនោះទេកូនក្រៅពីកម្លាំងញើសឈាមយើងទ្រព្យសម្បត្តិលុយកាក់ដែលយើងរកបានដោយញើសឈាមរបស់យើងគឺវាមានតម្លៃជាទ្រព្យសម្បត្តិដែលបានមកមិនច្បាស់លាស់ណាកូនថ្ងៃក្រោយបើឯងមានកូនត្រូវបង្រៀនកូនឲ្យដឹងខុសដឹងត្រូវកុំដោយសារទ្រព្យសម្បត្តិមកមើលងាយម្ដាយទុកជាសត្រូវតន់ម្ដាយនៅមើលឃើញស្ដាប់ឮបើមិនបានធ្វើគុណឯងកុំសាងបាបធ្វើបុណ្យជាមួយឪពុកម្ដាយគឺវាមិនសយុទ្ធទេណាកូន បាទម៉ែ និយាយអញ្ចឹងម៉ែមានរឿងចង់ប្រាប់កូនទាំងពីរម៉ែសម្រេចចិត្តថាលក់ដីស្រែយើងហើយណាកូន ម៉ែនឹកឃើញយ៉ាងម៉េចបានជាចង់លក់ដីទៅវិញម៉ែ គឺអញ្ចេះណែប្រហែលថ្ងៃមុនមានគេមកមើលដីយើងហើយក៏ពេញចិត្តដីយើងហើយគេក៏ចង់បានដីនឹងបើករោងចក្រនៅទីនេះហើយតម្លៃក៏គេឲ្យវាសមរម្យដែរហើយម៉ែគិតថាវាជាឱកាសល្អសម្រាប់ពួកយើងហើយម៉ែក៏ថាសម្រេចចិត្តលក់ទៅយកលុយនឹងមកចែកពួកឯងទាំងពីរបើកការរកស៊ីហើយសល់ខ្លះម៉ែក៏យកមកទុកធ្វើបុណ្យហើយបន្តដល់ម៉ែចាស់ជាងនឹងណាកូន បាទម៉ែហើយចុះតម្លៃគេឲ្យសមរម្យដែរទេម៉ែ គួរសមដែរតើកូនម៉ែឃើញថាវាជាឱកាសរបស់យើងហើយបើគេពេញចិត្តអញ្ចឹងយើងក៏លក់បានថ្លៃដែរណាកូន កូនតាមម៉ែកូនសរសើរម៉ែដែលម៉ែសុកចិត្តទុកដីនឹងរហូតដល់បានតម្លៃថ្លៃ កូនអរគុណម៉ែហើយណាម៉ែ អរគុណច្រើនណាស់ម៉ែ បានលុយហើយពួកឯងត្រូវចាំណានេះជាមេរៀននៃជីវិតរកអីរកឲ្យប្រកបកុំជ្រួលជ្រើមតាមគេ ម៉ែកូនមានតែពាក្យថាអរគុណបើទោះបីជាកូនធ្វើខុសយ៉ាងណាក៏ដោយម៉ែម៉ែនៅតែស្រឡាញ់កូននៅតែគិតពីកូនកូនអរគុណមែនតើម៉ែ បើម៉ែមិនគិតពីកូនឲ្យម៉ែគិតពីអ្នកណាវិញទោះបីខុសឆ្គងកូននៅតែជាកូនម៉ែដដែល